ជួយជាតិមាតុភូមិវាមានចរន្ត2រាល់ថ្ងៃទី1អ្នកចង់ជួយជាតិមាតុភូមិរបស់ខ្លួនដោយប្រឹងប្រែងរកចំណុចមួយណាដែលអញជួយជាតិមាតុភូមិបានដោយមិនបានខ្វល់គិតភ្ជាប់កម្មសិទ្ធិส่วนตัวយើងនិយាយតាំងពីសម្ភារៈថាវិការចិត្តគណិតអីឡើងទៅអានឹងមកផ្នែកទៀតចូលធ្វើនយោបាយភ្ជាប់ជាមួយនឹងកំហឹងគំនុំគុំគួននិងភ្ជាប់ជាមួយនឹងផលប្រយោជន៍ส่วนตัวដោយថាអញធ្វើនយោបាយថ្ងៃក្រោយអញនឹងបានឡើងធំណាអញធ្វើចវាយធ្វើអីអញ្ចឹងទៅដូច្នេះពួកអ្នកនយោបាយប្រភេទ2នេះគឺការធ្វើនយោបាយគឺសិតតែមានគំនិតទុច្ចរិតហេតុអីបានខ្ញុំមាននិយាយពីចំណុចទុច្ចរិតព្រោះអ្នកធ្វើនយោបាយភ្ជាប់ជាមួយកំហឹងកំហល់ភ្ជាប់ជាមួយនឹងផលប្រយោជន៍ส่วนตัวតែងប្រឹងស្វែងរកចំណុចខ្សោយរបស់ដៃគូមកខាងទៀតដើម្បីយកអាចចំណុចខ្សោយនោះមកពង្រីកឲ្យធំដើម្បីឲ្យដៃមកគូខាងទៀតអន់ដួលរលំដើម្បីឈានទៅយកអំណាចដើម្បីឈានទៅសម្រេចកំហឹងសងសឹករបស់ខ្លួនវាមាន2ណាកូនណាតែបើកូនទាំងអស់គ្នាចូលធ្វើនយោបាយកូនត្រូវជ្រើសរើសហើយមួយនយោបាយដោយសន្តិវិធីគឺឃើញកំហុសជួយកែលម្អគ្នាដោយសន្តិវិធីមិនមែនកែលម្អគ្នាដោយហិង្សានោះទេហើយជនប្រភេទទី1នេះគឺរាល់ព្រឹត្តិការណ៍ជាតិគឺតែងតែមកប្រឹងប្រែងជាមួយនឹងព្រឹត្តិការណ៍ជាតិក៏ព្រោះតែនយោបាយគឺនយោបាយជាតិគឺជាតិគឺបរដ្ឋទាំងឯងបើជាតិមានទុកហើយបែរទៅជារកចំណុចខ្សោយអ្វីដើម្បីដាក់បន្ទុកទៅអានោះទៀតអានឹងអានយោបាយលេខ2គឺធ្វើដើម្បីឲ្យផលប្រយោជន៍ส่วนตัวដើម្បីអំណាចគឺធ្វើដើម្បីសងសឹកកូនយល់ណាតំណឹងឲ្យវាជាក់ស្ដែងក្នុងពេលនេះបានខ្ញុំបញ្យល់ដូចនេះអំណះតទៅគឺនយោបាយដែលកូនត្រូវដើរតាមអាទី1បានជាតិរស់អាទី2វាគ្រាន់តែជាឧបករណ៍បម្រើនយោបាយឲ្យគេទេ